tried so hard and got so far. In the end, it doesn't even matter. I had to. ជំរាបសួរនិងសួស្តីបងប្អូនអរគ្នានៅថ្ងៃនេះខ្ញុំមានឱកាសមកនិទានរឿងថ្មីម្ដងទៀតហើយរឿងនេះអ្នកនាងខ្ញុំទទួលបានពីអូនប្រុសដែលរស់នៅប្រទេសឥណ្ឌូនេស៊ីអូនប្រុសមានឈ្មោះថារូប៊ីនៅឆ្នាំដែលកើតឡើងរូប៊ីមានអាយុប្រហែលជា20ឆ្នាំឥឡូវរូប៊ីមានអាយុច្រើនគួរសមហើយតែរូប៊ីមិនបានបញ្ជាក់ទេពីអាយុរបស់រូប៊ីឥឡូវនេះនៅឆ្នាំ2001នោះរូប៊ីមានរឿងនេះដែលកើតឡើងសម្រាប់ខ្លួនរូប៊ីផ្ទាល់អូខេកុំឲ្យចាំយូរតទៀតរឿងនេះគឺមានដូចតទៅនៅតាមដងផ្លូវស្ងាត់រូប៊ីបានរើសលុយបានមួយសន្លឹកតែប៉ើងមកក្បែររូប៊ីគិតថាអូថ្ងៃនេះគឺលៀបធំណាស់ប៉ុន្តែផ្ទុយទៅវិញដូចតែរូប៊ីបានគិតនោះទេគឺជាព្រឹត្តិការណ៍ដែលប្រព្រឹត្តដោយព្រឹត្តិការណ៍អាក្រក់ដែលរូប៊ីមិនដែលជួបក្នុងជីវិតនេះហើយជាប្រាក់មិនមែនជាចំណូលប្រាក់ដែលត្រូវគេបានបោះបង់ចោលគឺជាប្រាក់ដែលមានអនុវិញ្ញាណសន្ធិដ្ឋសម្រាប់អ្នកដែលមានគោលបំណងស្វែងរករដ្ឋាភិបាលស្នាមឈាមសម្រាប់វិធីសាស្ត្រប្ដូរជីវិតតាមវេទមន្តងងឹតយកប្រលឹងរបស់មនុស្សណាម្នាក់ដែលរើសលុយបានដែលបានកើតឡើងចំពោះរូប៊ីគឺជាវិធុតកម្មបណ្ដាលឲ្យរូប៊ីជួបប្រទះហេតុការណ៍អធកម្មបាំងនឹងងានគ្រោះថ្នាក់នៅល្ងាចថ្ងៃមួយរូប៊ីចេញពីធ្វើការនៅម៉ោង5ល្ងាចរាល់ដងរូប៊ីចេញពីធ្វើការនៅម៉ោង10ឬម៉ោង10ព្រោះអីរូប៊ីធ្វើការថែមម៉ោងរូប៊ីគឺជាកូនអ្នកក្រក្រៃម្នាក់ដែលមានម្ដាយមេម៉ាយកូន4នាក់រូប៊ីគឺជាកូនបងគេរូប៊ីត្រូវធ្វើការដើម្បីជួយម្ដាយដើម្បីផ្គត់ផ្គង់ប្អូនដែលនៅរៀនរូប៊ីមិនដូចជាក្មេងផ្សេងទៀតទេដែលបានបន្តការសិក្សាទៅមហាវិទ្យាល័យអនុវិទ្យាល័យឬសាកលវិទ្យាល័យទៀតរូប៊ីត្រូវធ្វើការដើម្បីជួយម្ដាយនៅរោងចក្រមួយកន្លែងមិនឆ្ងាយពីផ្ទះរូប៊ីប្រហែលទេប្រហែលជា2គីឡូដីពីផ្ទះរូប៊ីធ្វើការនៅរោងចក្រនោះធ្វើការរៀងរាល់ថ្ងៃមិនមែនយកប្រាក់ខែទេគឺយកលុយប្រចាំថ្ងៃនៅល្ងាចថ្ងៃមួយរូប៊ីចេញធ្វើការលឿននៅម៉ោង5ព្រឹកសៀលនៅពេលដែលរូប៊ីកំពុងតែដើរព្រោះអីរូប៊ីដើរទៅធ្វើការនឹងទៅធ្វើការដើរពីធ្វើការវិញក៏ដើរដែរព្រោះរូប៊ីមិនមានម៉ូតូទេនៅសម័យ2001នោះមិនទាន់មានលទ្ធភាពនៅឡើយទេសម្រាប់ទិញម៉ូតូអ្នកណាដែលមានម៉ូតូជិះគឺគ្រាន់អ្នកខ្លាត់បាហើយនៅសម័យនោះឬក៏មិនមានកង់ជិះដែរគឺរូប៊ីដើរទៅផ្ទះវិញរូប៊ីកំពុងតែដើរតាមផ្លូវស្ងាត់ម្នាក់ឯងស្រាប់តែមានកណ្ដាលពណ៌សមិនដឹងជាកណ្ដាលមិនដឹងជាស្លឹកឬមិនដឹងជាថោកស្រាប់តែប៉ើងមកក្បែររូប៊ីអោនទៅរើសកណ្ដាស់នោះមកមើលកណ្ដាស់នោះគឺលុយ100000រូប៊ីនឹកស្មានមិនដល់ថារូប៊ីបានរើសលុយនៅលុយដែលមានសន្លឹកធំយ៉ាងនេះសោះព្រោះអីរូប៊ីធ្វើការបានតែមួយថ្ងៃ5000នោះទេបើគិតជាលុយខ្មែរទៅ5000រៀលទេណារូប៊ីត្រូវអោយជាខ្លាំងព្រោះរូប៊ីគិតថាគឺជាលៀបហើយថ្ងៃហ្នឹងព្រោះអីធ្វើការបាន5000ទេដល់រើបាន100000គិតទៅមិនដឹងធ្វើការប្រហែលដងទៅប្រហែលថ្ងៃទៅបានប៉ុណ្ណឹងរូប៊ីគិតអញ្ចឹងរូប៊ីត្រូវអោខ្លាំងណាស់ក៏យកលុយនឹងដាក់ក្នុងកប៉ាល់ហើយដើរទៅផ្ទះទៅដល់ផ្ទះរូប៊ីមិនបានយកលុយរើសនេះទៅឲ្យម្ដាយទេយកលុយដែលបានធ្វើការប្រចាំរាល់ថ្ងៃ5000ហ្នឹងឲ្យទៅឲ្យម្ដាយលុយដែលរូប៊ីរើសបានហ្នឹងរូប៊ីយកទៅដាក់នៅក្នុងសិភៅនៅក្នុងបន្ទប់ខ្លួនឯងរួចក៏ងូតទឹកហូបបាយហូបទឹកសម្រាប់ដូចធម្មតាជួយធ្វើការផ្ទះម្ដាយរួចក៏សម្រាប់ដូចធម្មតាទៅស្អែកឡើងស្រាប់តែម្ដាយនៅព្រឹកព្រលឹមព្រោះអីម្ដាយរូប៊ីគឺជាស្ត្រីអ្នកដែលលក់ម្ហូបអាហារនៅផ្សារម្ហូបអាហារហ្នឹងដូចគាត់លក់បាយលក់សម្រន់បន្តិចតួចនៅផ្សារអញ្ចឹងណារួចហើយចែកដល់
អីព្រឹកហ្នឹងគាត់ខ្វះលុយថាលុយរាល់ដង50000ថ្ងៃហ្នឹងគាត់ខ្វះតិចតួចអញ្ចឹងទៅគាត់សុំ Ruby ហ្នឹងដើម្បីមកគ្របគាត់ក៏សួរ Ruby ថា Ruby ម៉ាក់នេះអត់គ្រប់លុយទេថ្ងៃហ្នឹងព្រឹកហ្នឹងតើមានលុយខ្លះអត់ឲ្យម៉ាក់ថែមថយមកដើម្បីឲ្យម៉ាក់ទិញម្ហូបអាហារធ្វើលក់នៅតូបព្រឹកនេះ Ruby គិតមួយសន្ទុះក៏ Ruby ប្រាប់តម្ដៃថាអូមានម៉ាក់ចាំឲ្យផ្លែត Ruby ក៏គិតរួចហើយក៏ចូលក្នុងបន្ទប់យកលុយដែលរើសហ្នឹងមកឲ្យម្ដាយពេលនោះដែរម្ដាយ Ruby ក៏ឃើញលុយនោះសន្លឹកធំអញ្ចឹងក៏សួរ Ruby ឯងបានលុយពីណាច្រើនម៉េះឯងធ្វើការបានតែមួយថ្ងៃ 5000 ទេមិនក៏បានលុយច្រើនម៉េះម្ដាយ Ruby មានចិត្តដូចថាឲ្យនិយាយឲ្យគួរឲ្យស្ដាប់ទៅចិត្តម្ដាយមានបទហេតុបទភូតឲ្យកើតឡើងគាត់មានអារម្មណ៍ដូចជាមិនស្រួលណាគាត់ដូចថាមានអារម្មណ៍ដូចថាឲ្យដឹងឲ្យប្រភ្នូមុនអញ្ចឹងហើយគាត់ក៏សួរ Ruby ទៅថាជាច្រើនដងថាឯងបានលុយពីណាឯងលួចគេឬក៏ឯងធ្វើយ៉ាងម៉េចបានលុយនេះមកនៅពេលនោះដែរRuby ក៏បានប្រាប់ទៅម្ដាយដែរខ្ញុំអត់បានលួចអ្នកណាទេខ្ញុំអត់បានប្រព្រឹត្តអំពើអាក្រក់ទេខ្ញុំបានរើសលុយនេះនៅតាមផ្លូវម្ដាយហ្នឹងក៏ម្ដាយ Ruby ហ្នឹងក៏ឆ្លើយទៅវិញថាលុយនេះបើថាឯងរើសបានហើយមិនដេចក៏ឯងមិនយកទៅដាក់ធុងដាក់បុណ្យដាក់ទានឬក៏ឧបកិច្ចទៅកុំយកមកផ្ទះព្រោះអីលុយរើសតាមផ្លូវបើតាមឲ្យដឹងចាស់ចាស់ម្ដាយឪពុកម៉ាក់ប្រាប់កន្លងមកលុយរើសបានតាមផ្លូវច្រើនជាលុយដែលអ្នកដែលធ្វើមុនអាគមងឹតសូមដាក់ក្នុងហ្នឹងរួចហើយបោះឲ្យអ្នកណារើសបានអ្នកនឹងយកទៅប្រើប្រាស់អ្នកនឹងអស់ជីវិតដល់បន្តិចមិនមែនភ្លាមនោះទេនឹងកើតដូចជាជំងឺគ្រុនឈឺរងតិចពេលឡាយម្ដាយ Ruby បាននិយាយចប់ហើយក៏ប្រាប់ Ruby ថាឯងគួរយកលុយនេះទៅដាក់ធុងដាក់អីទេដាក់មុនដាក់ទៀតទៅកុំទុកដល់ទៀតព្រោះវានាំឲ្យមានបាតុភូតកើតឡើងដែលយើងមើលមិនឃើញRuby ក៏បានប្រាប់ទៅម្ដាយថាអត់អីទេម៉ាក់ចាំស្អែកខ្ញុំយកលុយហ្នឹងទៅដាក់តាមម៉ាក់ដល់អញ្ចឹងទៅម្ដាយរបស់ Ruby ក៏គាត់ទៅផ្សារបាត់ទៅណា Ruby ក៏ទៅធ្វើការដូចធម្មតាមិនចែកដល់អី Ruby មកដល់ធ្វើសពដល់ Ruby មកធ្វើការដល់ម៉ោងយប់ទៀតម្ដាយ Ruby នៅសួរទៅដាក់ទៀតឯងយកលុយទៅដាក់ឲ្យទៅ Ruby ជាឆ្លើយថាអូខ្ញុំមកធ្វើការពេលហ្នឹងខ្ញុំមិនបានយកទៅដាក់អីទេដល់ស្អែកទៅ Ruby ក៏ទៅទឹកអីហើយពុកបាយអីហើយ Ruby ក៏ទៅសម្រាប់ពេល Ruby សម្រាប់Ruby មិនបានចាប់អារម្មណ៍ថានៅលើធ្នឹង Ruby ហ្នឹងមានខ្មោចតែខ្មៅដោះរោមខ្មៅមៀតធំខ្ពស់ដោះរោមឡើងពេញខ្លួនហើយភ្នែកក្រហមនឹងអង្គុយលើធ្នឹងហ្នឹងទេ Ruby អត់ដឹងសោះ Ruby ដាក់ក្បាលចុះទៅនឹងខ្នើយរួចហើយទាញភួយមកដណ្ដប់ក៏មើលទៅលើធ្នឹងលើហ្នឹងឃើញខ្មោចដែលមានធំរោមខ្មៅហ្នឹងអង្គុយនៅលើធ្នឹងហ្នឹង Ruby ភ្ញាក់ប៉ុន្តែ Ruby មិនបាននិយាយអីផ្សេងទេស្មានតែយកសពឬក៏យ៉ាងម៉េចទេ Ruby ក៏យកភួយបិទមុខបិទក្បាលទាំងអស់ដល់ប្រហែលជា 3-4 នាទីក្រោយមក Ruby ក៏បើកភួយម្ដងតិចដើម្បីលួចមើលតែវានៅកន្លែងនឹងដដែលពេលហ្នឹងបើខ្មោចដែលមានមៀតធំភ្នែកក្រហមខ្មៅក្រឹបហ្នឹងរោមពេញខ្លួនហ្នឹងក៏ស្រែកទៅ Ruby ថាឲ្យលុយខ្ញុំវិញមកអ្នកឯងបានយកលុយរបស់ខ្ញុំបើថាអ្នកឯងមិនបកគលឲ្យខ្ញុំវិញទេខ្ញុំនឹងយកជីវិតរបស់អ្នកឯងរួចហើយពេលនិយាយចប់ហើយក៏ហក់មកកធប់លើអញ្ចឹងណាដល់ដូចហក់មកកធប់លើ Ruby ហ្នឹងស្រែកនៅក្នុងបន្ទប់ម្នាក់ឯងហ្នឹងម្ដាយក៏ចូលមកអីថាឲ្យស្ងប់អារម្មណ៍មានរឿងអីកើតឡើង Ruby មានរឿងអីកើតឡើង Ruby ក៏ប្រាប់តាមដំណើរតំណងដែល Ruby បានឃើញអញ្ចឹងណារួចហើយម្ដាយរបស់ Ruby ក៏ងើយទៅលើធ្នឹងហ្នឹងអត់ឃើញ
ដល់គាត់អត់ឃើញគាត់ថាប្រហែលជាឯងសម័យសម័យហើយដេកសិនទៅចាំស្អែកចាំយើងគិតទៀតរួចហើយពេលដែលរ៉ូប៊ីដេករ៉ូប៊ីបានយល់សពឃើញមនុស្សប្រុសមៀតធំដែលស្លៀកខោខ្មៅអាវរៀងប្រផេះកាន់តាំងតោដើរមកក្បែររ៉ូប៊ីហើយនិយាយថាឯងបាក់យកលុយរបស់ខ្ញុំឯងត្រូវតែតាមខ្ញុំរ៉ូប៊ីក៏ឆ្លើយទៅបុរសដែលនៅក្នុងសុបិនកាន់ក្បិតតាំងតោនឹងវិញថាឲ្យខ្ញុំតាមទៅណាខ្ញុំមិនដែលស្គាល់អ្នកឯងផងខ្ញុំមានកំហុសអីឯងបានយកលុយរបស់ខ្ញុំបរោះដែលកាន់ក្បិតតាំងតោនឹងក្នុងសុបិនរ៉ូប៊ីហ្នឹងណានិយាយវិញថាឯងត្រូវតែតាមខ្ញុំព្រោះឯងបានយកលុយរបស់ខ្ញុំដល់រ៉ូប៊ីឮបរោះនោះថាអញ្ចឹងហើយរ៉ូប៊ីរត់ប្រឹងរត់នៅតាមឆ្វេងស្ដាំសិតតែព្រៃដល់រត់ទៅដល់កន្លែងមួយដែលមានបឹងនោះមានថាមានទឹកអត់មានទឹកឯសិតតែផុកហើយនៅក្នុងផុកនោះរ៉ូប៊ីឃើញកូនក្មេងម្នាក់អាយុ7ឆ្នាំនៅក្នុងផុកនោះកំពុងដូចថាស្វេស្វាឡើងឲ្យផុកអត់រួចស្វេស្វាឡើងឲ្យផុកមិនរួចក៏ហៅរ៉ូប៊ីហ្នឹងឲ្យជួយទាញឡើងរ៉ូប៊ីហ្នឹងក៏មានសណ្ដានចិត្តល្អហ្នឹងក៏ទៅទាញគេឡើងប្រុសដែលកាន់ក្បិតតាំងតោនោះអត់ដល់រុញរ៉ូប៊ីចូលក្នុងផុកហ្នឹងទៀតរុញនៅក្នុងផុកហ្នឹងទៀតក៏ស្វេស្វាទាំងពីរនាក់ហ្នឹងរ៉ូប៊ីស្រែកជួយផងស្រែកនៅក្នុងយល់សពហ្នឹងសបិនហ្នឹងផ្អើលដល់ក្រៅទៀតម្ដាយមកដាស់ប្រាប់មានរឿងអីស្ងប់អារម្មណ៍ឡើងរ៉ូប៊ីងើបឡើងក៏រ៉ែរ៉ាប់នៅអ្វីដែលរ៉ូប៊ីសបិនហ្នឹងពីដើមដល់ចប់ហ្នឹងទៅម្ដាយក៏លួងក៏និយាយឲ្យស្ងប់អារម្មណ៍ហ្នឹងដើម្បីឲ្យសម្រាកទៅទៀតពេលរ៉ូប៊ីសម្រាកដល់ភ្លឺស្អែកដល់ភ្លឺរ៉ូប៊ីឈឺក្តៅខ្លួនម្ដាយក៏យកទៅម្ដាយរ៉ូប៊ីហ្នឹងក៏យករ៉ូប៊ីទៅពេទ្យពិនិត្យអីហ្នឹងប៉ុន្តែពេលដែលពេទ្យពិនិត្យពេទ្យឆែកអត់មានស្អីសោះអត់មានជំងឺអត់មានអីសោះអត់មានក្តៅខ្លួនអត់មានអីទេដល់មកផ្ទះវិញឈឺទៀតអញ្ចឹងហើយម្ដាយរ៉ូប៊ីប្រាប់ថានេះមិនស្រួលទេស្អែកម៉ាក់នឹងយកឯងទៅគ្រូវេទមន្តចុងភូមិដើម្បីមើលអាបាលីម៉ូឈ្មោះថាអាបាលីម៉ូអ្នកភូមិអ្នកស្រុកហៅគាត់ថាអាបាលីម៉ូម៉ាក់នឹងយកឯងទៅអាបាលីម៉ូសម្រាប់មើលយើងហៅគាត់ថាអាបាម៉ូទៅណាកុំឲ្យថាវែងឆ្ងាយពិបាកហៅពេកអាបាម៉ូដល់ព្រឹករ៉ូប៊ីក៏ដេកទៅដល់ស្អែកព្រឹកឡើងម្ដាយក៏យករៀបចំខ្លួនយករ៉ូប៊ីហ្នឹងដើម្បីឲ្យយកទៅឲ្យប៉ាម៉ូហ្នឹងមើលផ្លុំស្រូចទឹកស្រូចអីផឹកសូត្រអីចឹងណាដល់ហៅនៅជំនាន់ហ្នឹងគេមានលម៉កអូសក៏ហៅលម៉កអូសមកជីលម៉កហ្នឹងអូសប្រហែលបានជាមិនឆ្ងាយប្រហែលទេលម៉កអូសហ្នឹងក៏សួរថាម៉េចក៏ធ្ងន់ម៉េចអ្នកឯងពីរនាក់ណាងាកទៅសួរអ្នកអូសអ្នកនៅជីនៅលម៉កហ្នឹងក្រោយហ្នឹងអ្នកលម៉កនៅក្រោយថាខ្ញុំអត់មានយកអីតាមទេខ្ញុំមានតែពីរនាក់អញ្ចឹងគាត់ក៏អូសទៅទៀតអ្នកដែលអូសលម៉កហ្នឹងក៏អូសទៅទៀតអូដល់ទីបំផុតដល់ថ្នាក់គ្នាថាអូសលែងទៅមុខហើយណាបានហាមាត់ប្រាប់ថាខ្ញុំហត់ណាស់ខ្ញុំអត់មានន័យថាកម្លាំងសម្រាប់អូសទៅទៀតទេព្រោះវារឹតតែធ្ងន់ទៅដល់ទីបំផុតលម៉កហ្នឹងក៏សុំអ្នកទាំងពីរអ្នកហ្នឹងចុះរលម៉កផ្សេងទៀតរ៉ូប៊ីហើយនឹងម៉ាក់រ៉ូប៊ីម្ដាយរ៉ូប៊ីហ្នឹងក៏ចុះរួចហើយក៏រងចាំនៅគៀនផ្លូវហៅលម៉កផ្សេងឡើងទៀតឡើងក៏មានហេតុការណ៍ដូចគ្នាអញ្ចឹងទៀតដល់អញ្ចឹងទៅលម៉កទី2ហ្នឹងក៏សុំឲ្យចុះពីលម៉កហ្នឹងទៀតដើម្បីរលម៉កផ្សេងជីទៀតព្រោះគេអស់កម្លាំងគេហត់ណាស់គេអូសទៅអត់រួចទេវាធ្ងន់អញ្ចឹងទៀតដល់ទីបំផុតក៏រងចាំនៅគៀនផ្លូវមួយសន្ទុះចែកដនអីមានម៉ូតូដប់សំណាងមានម៉ូតូដប់ប៉ុន្តែម៉ូតូដប់សម័យនោះបែបថ្លៃរ៉ូប៊ីថាថ្លៃដល់អញ្ចឹងក៏សុខចិត្តថ្លៃយ៉ាងណាក៏ជិះទៅដែរដើម្បីអីឲ្យបានទៅដល់ផ្ទះអាបាម៉ូដល់ជិះទៅដល់ផ្ទះអាបាម៉ូប្រហែលជា20ម៉ែត្រទៅជិះដល់បែកកង់ម៉ូតូវាចម្លែកមែនតើអញ្ចឹងទៅក៏ចុះពីកង់ម៉ូតូហ្នឹងឲ្យលុយឲ្យកាក់គេឲ្យដើរទៅផ្ទះប៉ាម៉ូហ្នឹងទៅដល់ផ្ទះប៉ាម៉ូហ្នឹងទៅក៏
bạ mô nâng rong chăm nó một tiền có đôi thà có đăng môn có nhiên môn á cừu về tầm môn có đăng môn có chăm nó một tiền có chăm nó một tiền khơi mà đó có hai chỗ là tiền quạt hai chỗ là tiền quát mà đây là boss ruby nâng có vô lùi nâng ta bằng hai cừu về tầm môn nâng thiệp này nè bạ mô lôi ni hai để thôi con nhom chư con nhom sợ bền họ cọ đòn bị đòn chè tới nó còn riệp rọp mình chẳng hay cừu về tầm món nó cái lôi mà mờ cho mờ là yên làng hay quát cái từ quát cái anh cùi rồng chám quát tới khỏi cha quát cặp đang mà xây vào cái thông mà mình pongสำหรับ đối đa mình pong nạp đạo lối pong nâng vẹn bài chỉ mà mình tích cái về nhá vô mà mình cái cột kho bật lợn bật thấy cái miền cho bà háo nó bay nhọt lôi đang chỗ lá quạt cái sốt thấy quạt cái vô mu lôi miền bị nhiên màu cái nắng nắng mu trồi đã trồi cái nắng nắng quạt sốt thì thấy quạt cái vô tập màu sốt ai ruby nâng thắt quạt sỏi tập ai ruby nâng người thấy về ruby nâng bàn phật tập nâng từ bàn sốt bàn bạ mô nâng mơ rồi thấy ruby nâng đôi chia sẻ luôn đôi chia slack luôn lên thôn lên ai chẳng tiền đó hồi thấy bạ mô nâng cả bàn đẹp rọp thà tranh bị tia khiêm tới nè ruby nâng trời tái búa bóng bal thằng ngày về lại búa bóng bal thằng ngày hai complete lọc nó tia quạt mình quạt bàn đâm từ ruby hay nâng đại ruby chẳng rồi ấy quạt thà lôi ní cứ miền bị nhìn không nói cái thằng nặng hai rồi ấy cái trong dùng chỉ vật rồi bỏ ruby nhau mới tha dây đam để thả ôn ruby nè bạn nhà bạn nhung giấy na mà thả bóng ôn chưa mình chưa từ sai rồi bóng ôn rồi thả quần để dây ở bàn start hay vô ruby nơi ở vây việt là môn là thả băng để cả lăng cho mua ruby của ai đằng nhân tới có thả du đằng chạm đằng khơi thì nhà na để vừa bờ ní đằng khơi luôn ai nhà na môi để nơi không phum rồi boss và đại ruby nơi đằng nhà na môi để slap tuôn khi mà bút cái này đằng nào bà phải chẳng bà mô phải chẳng rồi chân tới ruby cái ban sẽ đậm nào quay đài bà mô đang riệp rọp bị hái cái bà mô nó cái ao slap ấy ní slap sấy nó còn bé màu bà hai chị đọc rồi mà phải thiên đó quạt xô rồi thấy còn thôi cho anh là đài ruby nó hai cái áp thả tới tia với giờ slap nó xiết tam bằng uội miên và mán xiết ấy chọp nó nâng tam bằng uội nâng từng thuyền khỏi thuyền mốc bằng uội nâng sọc từng đầm ấy cũng hỏi phải xả trôi mà cùi bàn lư thân là lư ấy là nơi lẹ nâng nơi ná cũng ao trôi bàn chẳng hỏi đài robot ruby cái vô slap nâng hỏi thấy cái xôm con xôm lia cừu về tầm môn nâng màu tè vậy nhá về là cừu về tầm môn nâng ruby hay là đai ruby chanh nó quạt cái sầu quạt ai tiệt đó nó nâng tiệt quạt vừa môn công ai tiệt rồi thà phun lôi nó lên chỉ môi bạ mô nâng ăn vô tạm mình thì tục là nâng nhọc rong ấy pong xây nâng tục nó tiệt quạt nâng và ngày mà mình tiệt buộc mờ đòn chẳng tới ruby cái tờ tiệt với men rồi thà mình sẽ sọc anh ạ mình mọi private anh cùi lừa nương cùi lừa hừng cùi lừa nông ấy bố tè hay nó ăn miếng đấy mình chạy đàn aerobic đang tranh từ ơi thập côn nó trong thập côn từ chuyên nôm cho ấy dân khối của ấy tè hay năng sớm ấy nó tè hay năng và côn bị tục tập ấy năng hàng khối rồi biết cái tranh tập tục khối khơi nhà không ai đây hà bùa sạch rôm này có hòm lắm cho bàn cột ruby nâng khơi nhất có xài hàng mà đài gì đồng bay màu ơi chùi mà đai cái màu ruby cái trôi tục đặt ban ạ mà đai máu mau để
ខ្មៅស្ទងហ្នឹងក៏បាត់ដែរណារូប៊ីក៏ជឿនោមជឿអីហើយក៏ចូលមកផ្ទះវិញប្រាប់ម្ដាយរៀបរាប់ដូចអញ្ចឹងណាម្ដាយថាអត់អីទេឃើញនៅក្រៅអញ្ចឹងអីកុំឲ្យចូលក្នុងផ្ទះគាត់ថាអញ្ចឹងដល់ពេលរូប៊ីបួសបាន7ថ្ងៃហើយចាប់ពីយប់ដែលមកវិញហ្នឹងរូប៊ីក៏បួសបានចាប់ដល់បួសបាន7ថ្ងៃហើយរូប៊ីក៏ត្រឡប់ទៅផ្ទះប៉ាក់ម៉ូនឹងម្ដងទៀតដល់ត្រឡប់ទៅផ្ទះប៉ាក់ម៉ូម្ដងទៀតរូប៊ីក៏សួរថាឥឡូវមិនហើយលុយនឹងវាខ្លាយជាអីហើយប៉ាក់ម៉ូប្រាប់ថាបើសិនជាលុយនឹងអត់មានព្រលឹងអីសន្ធិដ្ឋយកជីវិតមនុស្សទេអាចពងផ្សេងនឹងទៅឃើញស្លឹកឈើហើយបើសិនជាលុយនឹងអត់មានជីវិតអីស្ថិតនៅក្នុងហ្នឹងលុយនឹងនៅដដែលណាអត់មានប្រែប្រួលបើសិនជាអាចទៅឃើញលុយនឹងខ្លាយជាស្លឹកឈើនឹងលុយហ្នឹងដែលលុយមានព្រលឹងនៅក្នុងហ្នឹងមានក្បួនអីពេទ្យមន្តយកព្រលឹងយកជីវិតមនុស្សអីនៅក្នុងហ្នឹងហើយអញ្ចឹងហើយដល់នាំគ្នាអង្គុយសូត្រប៉ាក់ម៉ូនឹងគ្រូវេទមន្តនឹងអង្គុយសូត្រនៅស្ទូហើយគាត់ចាប់ដើមមានយកកបិតមកពុះហ្នឹងយកអាណារូប៊ីថាយកអាណាមកថាយកកបិតពុះគេលឿនទៀតណាយកអាណាយកអាណាដល់បែកទៅចេញជាពីរមែនឃើញលឹកឈើនៅក្នុងហ្នឹងឃើញលឹកឈើនៅក្នុងហ្នឹងប៉ាក់ម៉ូប្រាប់ថាអ្នកឯងដឹងអត់ពេលអ្នកឯងខ្ញុំបានជាបានអ្នកឯងចេញទៅបាត់ផោយប់ឡើងខ្មោចព្រាយវិសាចហ្នឹងដែលកាន់ក្បិតតាំងតោហើយនឹងដែលថាអាវប្រផេះស្លៀកខោខ្មៅហ្នឹងកាន់ក្បិតតាំងតោហ្នឹងមកអូហើយនឹងខ្ពស់ធំខ្មៅក្រឹបខ្សិតរោមខ្ពស់មៀតធំភ្នែកក្រហមហ្នឹងមករកគាត់ហើយមករកគាត់ឲ្យថាមានរកក្នុងទូរស័ព្ទឃើញឆៅហ្មងណាមករកគាត់ហើយនិយាយទៅគាត់ថាឲ្យលុយខ្ញុំវិញមកអ្នកឯងបានយកលុយរបស់ខ្ញុំហើយអ្នកឯងខ្ញុំត្រូវតែមកយកជីវិតរបស់អ្នកឯងប៉ាក់ម៉ូហ្នឹងគ្រូវេទមន្តហ្នឹងគាត់ថាលុយរបស់អ្នកឯងនៅក្នុងពងអស័យខ្ញុំអត់បានប៉ះពាល់ទេទៅយកបើថាអ្នកឯងមិនសុខចិត្តទេអ្នកឯងចេញទៅឆ្ងាយកុំមករំខាននៅទីនេះរួចហើយខ្មោច2នាក់ហ្នឹងក៏និយាយថាខ្ញុំមិនសុខចិត្តទេខ្ញុំត្រូវតែយកជីវិតរបស់អ្នកឯងដើម្បីទៅលៀងទៅសែននៅនៅភ្នំគេហៅភ្នំភ្នំឥណ្ឌូនេស៊ីហ្នឹងភ្នំអីទេណាខ្ញុំក៏បានសួរនាំទៀតដែរមានកន្លែងភ្នំគេសម្រាប់បូជាអីគេសម្រាប់សែនសម្រាប់ធ្វើពិធីបួងសួងខ្មោចព្រាយបិសាចគេមានកន្លែងគេអញ្ចឹងហើយគេថាខ្មោចថាខ្ញុំសុខចិត្តទេខ្ញុំត្រូវយកជីវិតអ្នកឯងដើម្បីយកទៅបូជានៅភ្នំហ្នឹងរួចហើយគ្រូវេទមន្តហ្នឹងប៉ាក់ម៉ូហ្នឹងក៏គេថាបើចង់យកកុំយកនៅទីនេះកុំយកកូនចៅរបស់ខ្ញុំឬក៏យកអ្នកណាម្នាក់ដែលខ្ញុំបានការពារបើសិនជាមិនសុខចិត្តឆ្លងនៅជីវិតរបស់ខ្ញុំសិនឆ្លងខ្ញុំសិនបើសិនជាឈ្នះខ្ញុំបានយកបានបើសិនជាមិនឈ្នះខ្ញុំយកបានទេគេប៉ាក់ម៉ូគ្រូវេទមន្តហ្នឹងក៏វាយគ្នាថាវាយគ្នាដូចចិនវាយគ្នាអញ្ចឹងណាបណ្ណារបៀបយើងមើលឃើញណាគេវាយគ្នាណាគាត់ពួកអីប៉ាក់ម៉ូរៀបរាប់ឲ្យរូប៊ីស្ដាប់ដល់អញ្ចឹងទៅខ្ញុំគាត់ប៉ាក់ម៉ូហ្នឹងគាត់មានវេទមន្តខ្លាំងខ្លាំងទៅឈ្នះខ្មោច2នាក់ហ្នឹងក៏លាយបាត់ទៅដែលនឹងហើយបានជារូប៊ីឯងហ្នឹងអាចនៅដកដង្ហើមដល់ហើយបើសិនជាគាត់ចាញ់រូប៊ីឯងនឹងអស់ដែរអញ្ចឹងមិនថារូប៊ីឯងអស់គាត់ក៏ដូចគ្នាដូចអស់2នាក់អញ្ចឹងហើយគាត់ក៏បានរ៉ាយរាប់អញ្ចឹងហើយរូប៊ីក៏អស់កូនគាត់ជាច្រើនណាស់គេខ្លាំងណាស់ដែលបានជួយជីវិតរូប៊ីឲ្យបានរួចពីការបូជាបន់ស្រន់លក់ជីវិតរបស់រូប៊ីអញ្ចឹងណាហើយរូប៊ីសួរថាអ្នកណាដែលធ្វើអំពើនេះបវេទមន្តនឹងបម៉ូនឹងក៏ថាខ្ញុំមិនអាចបង្ហាញថាអ្នកណាទេប៉ុន្តែរងចាំមើលនៅក្នុងភូមិរបស់អ្នកឯងអ្នកណាដែលងាប់មកគ្រួសារគឺអ្នកហ្នឹងហើយអញ្ចឹងដូចថាងាប់ចម្លែកស្លាប់ចម្លែក sorry ងាប់ស្លាប់ចម្លែកដូចថា
rọt đón slap đi ra chư slap ấy na bây giờ slap chư đi thay slap thầm đá chẳng nên slap đây cua thằng nào chả cho rồi cua slap nói mình đang mua hại đó là hai chia mà năm gọi một đó là thà mà năm bàn khơi nhá mình từ phim khơi phim mà tôi tha và hai chia mà tịt gọi mất nè đây lụa ấy lụa cái tiêu bờ sọc cái hai thà lụa bả sù sọc mày cái hai lụa cái tiêu chẳng na tiêu lùn ấy lùn mùl đặt lùn mùl sạch sạch cô chứ nè sạch cô lên là sải lùn mùl lắm na hạt lắm na lụa nàng chẳng ấy nè lụa cái tiêu đó nó mọc lụa bài bao ruby đó nó mọc đó lưu thả côn cái chư slap hay ruby cái xua ở đây ruby bạc ruby nó thả môi mùi na côn gọi mùi na của côn miền pi nè xài môi phở mùi mà đây ruby nó cái vẻ thả côn phò môi mùi na đó là bằng hai ru cất mơ đó mà nè ní đôi nó không vô sọc nhom đó là mà đây bằng hai chân tới ruby vẻ thật đôi nó không vô sọc nhân chắc ruby thà ba chia mà đây bột nó lụa chỉ vật cô thằng thảo chầm tiệt hai là bọc mồm khơi đang tiệt hai mà phải xài đang tiệt hai và đây ruby thằng anh cũng chơi thành vậy đấy đó tiếng cho mưa to tiết vì mình này vẫn đây chầm lại pd con slap tới nó hàng cái tiêu nó mà nương lòng pin này rồi thật lại anh cùi bạn rồi vì môn máu đi ở sâu như là nữa ha lên đó là con slap tới phiêu cái tràn nó tên lan đó là pi tên te đó là bay nhằng đối thao với khơi tôi chụp lại nhá với chập miên ban copy cái đây với hạ với copy nè độ cái tiêu xém nữa sâu miên mà nương hay mình nương mỗi mũi mà đó là hàng độ cái tiêu vào quạt nó ngà mình nương đôi chả tật chả phọc màu cả kren chụp lại chẳng na và dương cùng nước sàn thật cái phượt lờ gọi thì kẻ thảo đi mưa tới đôi chùm lại coffee sau là đàn chẳng mình chẳng tới đó là khỏi mà năm khỏi mà tiết khơi hàng nó đã sơ miên mà được chỗ đã sơ miên mà được chốt mà đây ruby nó phụ thấy hàng tôn một ruby đại hàng lụa bái hay năng hàng lụa cái tiêu nó tôn một nè rồi thấy cờ sinh ngạn nó sơ miên mà được trồi bênนั้นแต่cái đó khơi nhá khơi giờ đi tha con trai nè mà nè chăm tụt chăm ấy nó lụa thì bên cái pro hay là cái sấy ở khơi đó là tìm post con mình chập ở rộng đấy có thầm lên là tìm post nè nè đi tha nè mà nè rập tập nơi trong hàng cái tiêu đó mà tình bài là một nàng mà tình bài tình tập phật rồi cả tình ấy là hàng nơi tụ mà đại rượu biến á tình bài tình mà hộp ấy nó mà tên là nó rồi hái mà đại rượu biết có xua từ nè rập tổng thà nó đưa khơi từ cái lên háng mấy khơi tôi chỉ ngặn cái đưa sơ khơi mình nữa đó là nè rập tổng nó người thà bộ pôn quạt chư ở ban ma chẳng là pôn chư hay nè có hay từ đó là hay chứ mà tất khởi má thì pôn chư cái côn điện ở chư việc toàn ấy chư thằng này chia lên toàn ói nè toàn tới nó là chư gọi là mà chư thôi mà đà phần dân này phụ ấy thôi mà đá bây giờ anh nên chỉ vật đôi kia bị chặt đam mà chặt đam thôi đi chặt đam chư thôi chư tới bị chặt đam thôi anh mình nhiều trôi nhưng là tới đó là mà tết rồi bây tết rồi mất cái đòn bồn này thằng bồn chủ nam bồn chồng bồn bần dân na cái tập phùm tập sọc á ta cài sấy cài pro hay là cô này nè bạc lá từ cái sọc cầm nát của cái gì nè miên cái nè miên nè bạc lá đấy nè cả bao từ sọc cầm nát bạc sọc cầm nát bên phải hà đào màu với chị đó tia hay năng nè linh chi từ châu lan ấy là lan trạc thông như nè lan thông mấy tặng chi châu đâu mà chi châu là nắng đó là chi châu mình châu với nắng đấy tha bị châu là nắng với tao chưa
ត្រឡប់ត្រឡិនចូលក្នុងអីជ្រោះណាមានជ្រោះមិនតិចទេគេមានក្លេចក្លុកជ្រោះមិនតិចដល់បុកអាឡានដើម្បីទឹកហ្នឹងហើយវាហោះវាផ្លងចូលក្នុងជ្រោះទៀតងាប់អស់បាឡានហ្នឹងទៅ4នាក់ទីបំផុតតកែហ្នឹងក៏ងាប់អីងាប់កូនអីងាប់អស់លេងមកពូជក្នុងកំឡុង1ឆ្នាំឃើញអត់ការបន់ស្រន់ខ្មោចព្រាយបិសាចនេះវាអត់ឲ្យមានយូរទេ1ឆ្នាំ2ឆ្នាំយូរបំផុត10ឆ្នាំច្បាស់ហើយវាយកទាំងអស់ពូជអត់ដាច់ពូជទៅបណ្ដោយទៅទាំងអស់អញ្ចឹងឯងដល់ស្លាប់អស់ទៅមានអ្នកណាមើលហាងមើលអីទៀតហាងទៅបាត់ហាងនឹងទៅបាត់ព្រោះហាងនឹងណាមួយហាងនឹងជួលគេក៏បាត់ដល់ហាងនឹងវាជួលវាទៅស្អីទោះបីជាបាត់ក៏ហាងនឹងវាត្រូវគេហៅ effect វារបៀបដូចថាខ្មោចព្រាយបិសាចយកសែនហាងមានបន្ទប់មួយសម្រាប់សែនវាហ្នឹងមានផ្កាមានធូបមានទៀនមានអីរបស់ហូបហែមានដូចថាមានបន្ទប់សម្រាប់វាសែនសម្រាប់វាណានៅក្នុងបន្ទប់ហ្នឹងវារៀននៅហ្នឹងដល់អាអ្នកម្ចាស់ដើមហ្នឹងគេមកគេរើគេអីមានរបស់នៅហ្នឹងពួកគេរើអ្នកលក់ទាដើមមុនហ្នឹងងាប់អត់ហើយអញ្ចឹងគេត្រូវការយកតូបហ្នឹងដើម្បីជួលឲ្យអ្នកផ្សេងទៀតដល់ទៅរើសម្អាតរើអីស្អាតសម្រាប់ជួលឲ្យអ្នកផ្សេងយើងត្រូវទៅរើទៅសម្អាតមែនអត់ទៅរើសម្អាតហ្នឹងដូចថាហាងកាទៀវហ្នឹងបើថានៅហាងកាទៀវស្រុកខ្មែរមានតូបផ្សារធម្មតាណាហាងកាទៀវស្រុកគេវាដូចមានបន្ទប់មានអីរបៀបដូចផ្ទះវែងទៅក្រោយវារបៀបដូចផ្ទះចិនអញ្ចឹងណាតូបគេវែងទៅក្រោយក្នុងអញ្ចឹងផ្ទះគេនោះវែងទៅក្រោយក្នុងគេមានបន្ទប់គេមានបន្ទប់1បន្ទប់2មានចង្ក្រានបាយចង្ក្រានអីអញ្ចឹងណាដល់ទៅរើបាយខ្សាច់អីមើលមានបន្ទប់មួយអញ្ចឹងសែនព្រេនបើថាខ្មែរយើងសែនព្រេនដូចជាមិនចាប់អារម្មណ៍ដូចជាធម្មតាណាបើថាស្រុកគេបើថាសែនព្រេនអញ្ចឹងច្បាស់ហើយបាសជារឿងផ្សេងទៀតណាអញ្ចឹងទៅក៏គេរើគេរស់អីហ្នឹងទៅប៉ិនឡងគេថាឡងបើថាផ្ទះវារបៀបដូចថាតូបផ្ទះចិនខ្សែផ្លូវចិនដូចចិនតាមផ្លូវឃើញអត់គេធ្វើផ្ទះល្វែងហើយគេជួលនៅហ្នឹងសម្រាប់លក់កាទៀវមកក្នុងផ្ទះហ្នឹងអញ្ចឹងទៅយប់ឡើងគេដើរកាត់អញ្ចឹងទៅឡងមានហ៊ានអ្នកជួលទេតរអ្នកគ្រូវេទមន្តឬអីនឹងលាងដូចថាសូត្រលាងសម្អាតខ្មោចព្រាយបិសាចនឹងស្អាតបានជួលកើតអញ្ចឹងហើយរឿងនេះវាគ្រាន់តែជាឧទាហរណ៍ឲ្យយើងមនុស្សម្នាក់កុំរកផ្លូវងឹតចឹងសុខចិត្តថាលក់ដាច់ក៏តាមសមាជីវយើងណាលក់បាត់មិនដាច់ក៏បិទមួយរយៈទៅរួចហើយបើលក់វិញទៅកុំរកផ្លូវងឹតអីសោះព្រោះដូចយើងដឹងហើយផ្លូវងឹតនេះបើសិនជាយើងបានសម្រេចទីបំផុតនឹងអស់អញ្ចឹងឲ្យមកពូជទៅបើថាមិនបានសម្រេចអត់មានអស់អីណាគ្រាន់ថាអញ្ចឹងណាវាមិនមានបានណាវាមិនហោះហាងទៅណាមានដកតឲ្យថាមានក៏ស្ដុកស្ដំនេះទេពេលយើងមិនបានសម្រេចគាត់ថាវាមានហូបគ្រប់គ្រាន់វាមានមុខរបរអញ្ចឹងកុំលោតចង់ដល់ឲ្យថាខ្លាយមានគេថាមានដល់មិនប្រឹងណាបើថារបៀបរវិធីខ្មៅងឹតខ្មោចព្រាយបិសាចបន់ស្រន់បូជាសម្រាប់វាជីវិតនេះវាឲ្យមានលឿនណាវាឲ្យមានលឿនប៉ុន្តែជីវិតវាត្រូវយកអញ្ចឹងវាត្រូវយកទាំងអស់អញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំមិនមែននិយាយថាឲ្យបងប្អូនជឿខ្ញុំនៅរឿងអ្វីដែលខ្ញុំបាននិទាននេះណាប៉ុន្តែជួនកាលទៅបងប្អូនខ្មែរយើងមកថានិយាយទៅយើងថាអត់ដឹងទេពិភពនៅក្រៅពិភពលោកនៅក្រៅវាមានមិនបើថាតាមយល់ឃើញទៅឲ្យព្រាយបិសាចនៅក្បែរយើងរាល់ថ្ងៃហ្នឹងគាត់ថាយើងគេនៅរបស់គេយើងនៅរបស់យើងគេនៅភូមិគេយើងនៅភូមិយើងប៉ុណ្ណាដាច់ដライគ្នាកុំឲ្យយើងនឹងទៅសុំពីគេបានណាសុំភាពមានបានពីគេហ្នឹងគេយកយើងអញ្ចឹងហើយអ្វីគ្រប់យ៉ាងគឺសម្រាប់លើចិត្តលោភលន់របស់មនុស្សម្នាក់ឯណាមនុស្សម្នាក់ក៏សុខចិត្តថារស់តាមសមាជីវរត់តាមនេះឈាមសមាជីវរអញ្ចឹងណាកុំរកផ្លូវងឹតអញ្ចឹងអូខេខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តនៅរឿងដែលខ្ញុំបាននិយាយនេះហើយក៏សូមជួយ
គ្រប់គ្រងផងបើសិនជាជួយចិត្តនៅការនិយាយរបស់ខ្ញុំនេះសូមជួយចុចកណ្ដឹង subscribe ហ្នឹងអ្នកមួយមកដើម្បីឲ្យនាងខ្ញុំបានបញ្ចេញនៅរឿងថ្មីតទៅទៀតអូខេខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសុខដុមសុខដុមរមនាសុភមង្គលទាំងអស់គ្នារកស៊ីមានបានទាំងអស់គ្នាអូខេបាយ